បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបានមកភ្នំពេញបាទដើម្បីមកយកអច័យរបស់បងប្រុសម្នាក់បាទនៅម្ដុំផ្សារដេប៉ូបាទគឺនៅផ្លូវកម្ពុជាក្រោមបាទគាត់បានតាក់ទងខ្ញុំតាមរយៈ Telegram របស់ខ្ញុំបាទហើយនេះជាសកម្មភាពដែលគាត់បានលើកក្រដាស់អច័យដែលក្រដាស់ចោលអញ្ចឹងយកមកដាក់លើជញ្ជីងបាទហើយក៏មានជាដូចជាហាត់លោហៈធាតុដូចជាស្ពាន់ញោមដែលគាត់បានថ្លឹងបាទគឺខ្ញុំគិតម៉ៅឲ្យគាត់បាទនេះខ្ញុំបានម៉ៅតម្លៃឲ្យគាត់បាទគឺអត់ទិញជាលក្ខណៈអច័យដែលបានមកឲ្យគាត់ហើយបាទហើយបងប្អូនណាមានអច័យអាចទំនាក់ទំនងតាមលេខ TikTok របស់ខ្ញុំបាទឬក៏ Telegram ដែលខ្ញុំបានដាក់នៅលើវីដេអូបាទហើយឥឡូវនេះពេញតែហើយចាប់ផ្ដើមចេញដំណើរទៅផ្ទះវិញហើយបាទនេះជាសកម្មភាពតាមផ្លូវបាទឥឡូវមកដល់ផ្ទះហើយបាទឥឡូវខ្ញុំចាប់ផ្ដើមរើกระดาษនេះចុះបាទចុះដើម្បីបន្តដំណើរទៅយកអច័យនៅវត្តប្រហែលជា 3-4 បេទៀតគឺដបទឹកសុទ្ធខ្ញុំនឹងសច្ចៈឲ្យយាយនៅវត្តហ្នឹងបាទគាត់តាក់ទងឲ្យខ្ញុំទៅយកនៅលើកនេះបាទដូចនេះបើបងប្អូនណាមានអច័យឬក៏មានរបស់ដែលចាស់ដែលចង់លក់អីអាចទំនាក់ទំនងតាមលេខ Telegram ឬក៏ TikTok របស់ខ្ញុំបាទសូមអរគុណសុខភាពល្អទាំងអស់គ្នា